ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានញូកាចិត្តមួយដែលមកពីប្រទេសឌីចាអាយមកទីវីដេអូគឺសំខាន់ណាស់ប៉ុន្តែសម្រាប់សម្លេងវិញក៏កាន់តែសំខាន់ដែរជាក់ស្ដែងទៅគឺខ្ញុំមានរ៉ូផតម៉ៃនេះមួយដែរប៉ុន្តែវាពិបាកក្នុងការយកចេញក្រៅអញ្ចឹងខ្ញុំត្រូវការប្រភេទម៉ៃណាដែលអាចចេញក្រៅជាមួយនឹង travel របស់ខ្ញុំបានអញ្ចឹងតោះតាមមកទីរបស់ខ្ញុំទាំងអស់គ្នាទទួលបានមុនគេគឺជាដុំ cover ពណ៌ចំនួន10ពណ៌បន្ទាប់មកគឺជាខែរបស់ Mini 2S នេះផ្ទាល់សម្រាប់ first impression ពេលដែលទទួលបានខែ My Mini 2S នេះគឺការ design របស់គេមើលមក simple ប៉ុន្តែ look premium ហើយអីដែលសំខាន់គឺគេនៅតែរក្សាភាព unique របស់ DJI ហើយបើនិយាយពីរូបរាងវិញគឺវាផាក់ផាយជាមួយនឹង My Mini 2ដែរចឹងមុននឹងចូលទៅដល់បើកប្រអប់ខែឥឡូវយើងសូមមក high seal ហើយនេះមួយសិនបន្ទាប់ពីបើកប្រអប់មកគឺអ្វីដែលទទួលបានមុនគេគឺ transmitter ចំនួន2ដែលគេភ្ជាប់មកជាមួយនឹង Windshare 2ដូចគ្នាបើនិយាយពីសមត្ថភាពធ្វើការរបស់វាបានប្រហែលទៅជា11ម៉ោងហើយបន្ទាប់មកគឺជាដុំ receiver អញ្ចឹងសមត្ថភាពដែលអាចធ្វើការរបស់វាបានប្រហែលជា10ទៅ11ម៉ោងដូចគ្នាក្រៅពីនឹងមកគឺជាខ្សែសាកសម្រាប់បញ្ចូលថ្មនិងគ្រឿង accessory ផ្សេងៗទៀតអញ្ចឹងទាំងអស់នេះគឺជាឈុតធំដែលយើងមានមកជាមួយនឹងដុំ cover សម្រាប់ដូរពណ៌ហ្នឹងអញ្ចឹងដុំ cover ហ្នឹងអត់មានប្របាក់ទេគ្រាន់តែយើងដកពណ៌ណាមួយមកគឺយើងយកមកឆក់វាពីលើហ្នឹងមកគឺរួចហើយអញ្ចឹងនេះគឺជារូបរាងផ្ទាល់របស់ My Mini 2S បើយើងធៀបជាមួយនឹង My Mini 2សឹងតែមើលអត់ដឹងថាមួយណាជា2មួយណាជា 2S ហើយគឺរូបរាងវាគឺប្រហាក់ប្រហែលគ្នាខ្លាំងមែនតើតែបើយើងមើលទៅលើ cover របស់វាវិញគឺ Mini 2S គឺមាន cover បែបរលោងជាមួយនឹង texture ខាងក្នុងតែចំណែកឯ Mini 2ធម្មតាគឺ cover វាបែបគ្រើមថ្លាធម្មតាតែបើយើងក៏លេចទៅមើលចំហៀងវិញគឺ Mini 2S គឺមានឆ្នូរពណ៌ទឹកក្រូចនៅចំហៀងនេះចំណែកឯ2គឺអត់មានទេចឹងឥឡូវខ្ញុំក៏កំពុងយកសម្លេងចេញពី My Mini 2S ដែរហើយបរិយាកាសនៅជុំវិញផ្ទះរបស់ខ្ញុំហ្នឹងគេកំពុងចាក់ធំបាសអញ្ចឹងដោយសារតែខ្ញុំនៅក្នុងផ្ទះសលេងក៏វាអាចនឹងមានតិចណាស់អញ្ចឹងចាំវិធីខ្ញុំយក My Mini 2S យកទៅខាងក្រៅដើម្បីចង់ដឹងថា AI noise cancelling របស់ Mini 2S ហ្នឹងកាត់បានកម្រិតណាដែរឥឡូវខ្ញុំបានមកដល់ខាងក្រៅហើយប៉ុន្តែខ្ញុំអត់ទាន់បានបើកមុខងារ AI noise cancelling ទេតែចាក់ស្ដែងនៅនេះគឺមានទាំងខ្យល់មានទាំងសលេងឡានម៉ូតូអញ្ចឹងឥឡូវខ្ញុំនឹងបើក AI noise cancellingតែជាស្ដែងទៅខ្ញុំអត់ទាន់ដឹងថាវាកាត់សលេងបានប៉ុណ្ណាលុះត្រាតែខ្ញុំយកវីដេអូនេះទៅ edit សិនអញ្ចឹងកាត់សលេងបានប៉ុណ្ណាគឺយើងមើលទៅតាមជាក់ស្ដែងទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំចាប់ដើមតេស្តរយៈចម្ងាយម្ដងអញ្ចឹងពីខ្ញុំទៅកាមេរ៉ាខ្ទង់ប្រហែលជា100ម៉ែត្រជាងណាចឹងអ្នកទាំងអស់គ្នានៅលឺខ្ញុំនិយាយអត់ចឹងជាក់ស្ដែងទៅគឺនៅខាងក្រៅនេះគឺយើងមានទាំងខ្យល់មានទាំងសលេងឡានសលេងម៉ូតូចឹងបើយើងប្រើប្រាស់មុខងារ AI noise cancelling នេះគឺវាជួយកាត់បន្ថយសលេងឡានសលេងម៉ូតូហ្នឹងហើយស្រូបបានសំឡេងរបស់យើងបានច្បាស់ល្អខ្លាំងមែនតើសរុបមកចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ពីអ្នកប្រើ Mini 2S គឺវាធ្វើការបានល្អទាំងខាងក្នុងនិងខាងក្រៅសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់បានម៉ៃហើយគាត់អត់តមានម៉ៃ Mini 2S គឺជាជម្រើសដ៏ល្អសម្រាប់គាត់ប៉ុន្តែបើគាត់មាន Mini 2ក៏ចង់អាប់ដេតមក Mini 2S គឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាព្រោះដោយសារតែពីរហ្នឹងគឺវាមានមុខងារផាក់ផាយគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងអរគុណបាយបាយ